ចឹងដំឡៃនៃការសិក្សាបងមួយជីវិតបណ្ឌិតកើតមកតែខ្លួនទេតែទៅវិញទុកឯកសារឲ្យកូនខ្មែរបន្តរៀនតទៅទៀតយើងដឹងហើយថាទេសចរទាំងអស់មាន6ប៉ុន្តែកម្ពុជាយើងមានតែ3ទេដែលដើរនៅសល់3ទៀតដែលយើងអត់ដើរយើងដើរទី1គឺទេសចរវប្បធម៌ទី2គឺទេសចរឆ្នេរទី3គឺទេសចរបរិស្ថានដើរតែ3ហ្នឹងទេហើយដើរខ្លាំងជាងគេបំផុតគឺទេសចរវប្បធម៌អញ្ចឹងខ្ញុំចង់និយាយថាស្អីទៅជាទេសចរហើយសូមយើងរំលែកពីចំណេះដឹងគ្នាទៅវិញទៅមកទី1ទេសចរបរិស្ថានបើនិយាយអំពីទេសចរបរិស្ថានវិញកម្ពុជាខ្លាយជាឋានសួគ៌នៃពិភពលោកបើសិនជាយើងចេះពីព្រោះយើងគ្មានឧស្សាហកម្មធុនធ្ងន់គ្មានផ្សែងប៉ុន្តែយើងអត់បានគិតពីបញ្ហាហ្នឹងឧស្សាហកម្មប្រតិបត្តិឋាននេះគឺយើងអាចសិក្សាទៅលើ7ចំណុចដែលយើងមើលទី1យើងមានធម្មជាតិគឺសត្វដែលរស់នៅក្នុងទឹកនៅក្នុងដីក្នុងព្រៃក្នុងដីស្អីប្រហែលជាយើងឆ្ងល់ដីមានស្អីមានចង្រិតមានកែបមានចលេនយកអានឹងមករៀបចំអីចឹងទៅព្រោះបើវាគ្មានបរិស្ថានតើវារស់នៅបានទេវារស់នៅអត់បានទេខ្ញុំជម្រាបជូននៅស្រុកគេប្រទេសកំពុងតែរីកចម្រើនវិស័យឧស្សាហកម្មអត់មានមូសទេមូសអត់មានខំទេបើកន្លែងណាមានមូសគេទៅលេងហ្នឹងហើយពីព្រោះថាកន្លែងហ្នឹងគឺបរិស្ថានល្អហើយអានឹងគាត់ជំរាបចឹងចំណុចហ្នឹងដែលយើងត្រូវគិតទាំងអស់គ្នាចំណុចទី2នៅក្នុងវិស័យបរិស្ថាននឹងដដែលយើងគិតមើលថាយើងមានបានបញ្ចេញផ្សែងពុលទេតិចណាស់យើងមានតែម៉ូតូហើយនឹងឡានទេក្រៅពីនោះយើងមិនមានទេយើងមានតិចបំផុតអញ្ចឹងយើងអាចផ្ដល់សេវាកម្មនេះទៅកាន់ពិភពលោកថាកម្ពុជាជាឋានសួគ៌សម្រាប់ពិភពលោកតែយើងរៀបចំធ្វើវាមិនយើងត្រូវបង្កើនហើយយើងត្រូវបង្ហាញតាមរយៈអីយើងនឹងប្រាប់ថាតើបង្ហាញនិងបង្កើននឹងយ៉ាងដូចម្ដេចនៅក្នុងទេសចរវប្បធម៌ចំណុចទី3ខ្ញុំស្គាល់ថាជំរាបជូនទេសចរវប្បធម៌ស្អីទៅទេសចរវប្បធម៌ទេសចរវប្បធម៌ដោយខាងដេញសមាគមទេសចរនិយាយចឹងវប្បធម៌មាន5វប្បធម៌នៅសម័យបុរាណវប្បធម៌នៅពាក់កណ្ដាលសម័យវប្បធម៌នៅក្នុងពេលបរិបត្តិដែលយើងរស់នៅនេះទី4វប្បធម៌ចម្លងគេទី5គឺវប្បធម៌បញ្ចូលមិត្តរវាងវប្បធម៌អ្នករស់នៅក្នុងស្រុកនិងចូលមកខាងក្រៅស្អីទៅវប្បធម៌បុរាណវប្បធម៌បុរាណតើមនុស្សសម័យមុនដែលយើងរស់នៅកម្ពុជាមានអីខ្លះស្លៀកប៉ឹងធ្វើរបៀបយ៉ាងម៉េចចងសក់ក្បាលរបៀបយ៉ាងម៉េចយើងត្រូវរៀបចំអានឹងឲ្យគេពេលណាគេចង់ទៅលេងភូមិនឹងឃុំនឹងគេទៅមើលអំពីវប្បធម៌នៃសម័យនោះតើវារស់បែបយ៉ាងម៉េចប៉ុន្តែរតនគិរីមណ្ឌលគិរីឥឡូវលែងហើយអត់មានទេបាទអាដេញផ្ទះកូនកមុំពេលកូនកន្លោះឡើងទៅធាក់អាដេញចដៅចេញហើយអ្នកនឹងខ្លាចទៅជាកូនគូសកលនឹងវាអស់ហើយលែងស្លៀកប៉ឹងស្លៀកអីអស់ហើយលែងជិះតម្រៃហើយគាត់ជិះម៉ូតូអស់ហើយភ្នំបានคล้ายទៅជាគេហៅថាក្បាលរបស់អាដាមនុតសវត្តហើយបាទអត់មានដើមឈើទេចោះអាលីងហើយទៅធ្វើរមណីយដ្ឋានប៉ុន្តែមានភ្នំខ្លះក៏វាអត់ដែរពីព្រោះវាទៅចំជមុខផ្លូវខ្យល់អត់មានទេកាលណាខ្យល់ខ្លាំងក៏វាអត់អាចដោះបានដែរប៉ុន្តែកន្លែងខ្លះក៏វាអស់រួចទៅហើយវារួចអស់ហើយអញ្ចឹងគាត់ថាផ្នែកបរិស្ថាននៃវប្បធម៌ហ្នឹងវប្បធម៌ស្អីទៀតវប្បធម៌ការទទួលនៅសម័យអង្គរយើងនិយាយពីអង្គរគឺជាវប្បធម៌ដ៏អស្ចារ្យមួយគេបង្ហាញអាណាចក្ររ៉ូមគេបង្ហាញអាណាចក្រអ៊ីជីបហេតុអីខ្មែរមិនបង្ហាញអាណាចក្រនៅអង្គរ marketing ធំណាស់បើយើងចេះបង្ហាញ marketing ធំណាស់ជាទីផ្សារដ៏ធំមួយហេតុអីកម្ពុជាចក្រភពហើយមកជ្រកប្រព័ន្ធអាចលេនដើម្បីឲ្យពិភពលោករៀនសូត្រអំពីភាពខុសរបស់កម្ពុជាហើយកម្ពុជាត្រូវកែខ្លួនឯងដើម្បីសម្លឹងទៅមើលទស្សនវិជ្ជាពិភពលោកខាងក្រៅយើងតូចចិត្តពេលដែលខ្ញុំអានប្រវត្តិសាស្ត្រខ្ញុំតូចចិត្តកំពុងត្រាចទៅកំពុងត្រាចស្រះកែវពីព្រោះគេអត់មានភាសាហ្នឹងប៉ុន្តែយើងមិនតូចចិត្តទេប៉ុន្តែយើងរៀបចំយើងបង្ហាញឲ្យគេអរគុណក្បាច់បុកកតោនៅនេះគឺមានបងប្រុសនោះខ្ញុំទើបនឹងស្គាល់គាត់ទើបដឹងថាគាត់ជាអ្នកបុកកតោកុំអីទៅជាគុនតៃបាត់ហើយដោយសារអីនៅក្នុងនឹងមានដឹងទេដោយសារនៅបាយ័ននៅកន្លែងទីលានជលតម្រៃគឺមានសំណាករូបបុកកតោក្បាច់បុកកតោអញ្ចឹងថៃមិនអាចខ្លាចជាគុនតៃបានទេព្រោះថៃកើតនៅសតវត្សទី13អញ្ចឹងអង្គរវត្តកសាងតាំងពីសតវត្សទី12ឪរបស់អ្នកឯងតារបស់អ្នកឯងទួតរបស់អ្នកឯងក៏អត់អាចកើតបានដែរអត់អាចកើតបានទេអញ្ចឹងគុណោបការៈដូនតាយើងបានបន្សល់ក្បាច់អប្សរារមថៃលើកដៃហើយនឹងជើងអត់ជាប់ទេអត់ជាប់ជើងគ្នាទេអត់ជាប់ដៃខ្មែរមានភាពអីភាពទន់ភ្លន់មិនអាចអង្គរវត្តមិនអាចព្រះវិហារជារបស់អ្នកណាមួយទេគ្រាន់តែរំមិនដូចផងព្រោះស្អីវប្បធម៌វាដុសចេញពីបេះដូងយើងត្រូវបង្ហាញអញ្ចឹងដើម្បីជា marketing បើយើងគ្មានលទ្ធភាពដោយអាដាមស៊ូរ៉ានីថាគ្មានលទ្ធភាពធ្វើ marketing អត់បញ្ហាចុះពីលើយន្តហោះមកដល់កន្លែងទទួលភ្ញៀវត្រូវតែរំអប្សរាបង្ហាញគេភ្លាមកុំរំតែកន្លែងហូបមកដល់កន្លែងស្ថានភាពនីមួយត្រូវចាក់ផ្លែឈើដែលចេញពីខ្មែរយើងបោះភ្លាមខ្មែរអត់ទីផ្សារហេតុអីក៏យើងមិនធ្វើទីផ្សារអ្នកណាអ្នកធ្វើឲ្យយើងបើយើងមិនធ្វើខ្លួនឯងទឹកផ្លែឈើសូម្បីតែជីគ្រប់មុខក៏អាចធ្វើជាទឹកផ្លែឈើបានដែរស្វាយយកទៅចាក់ចោលក៏យើងអាចធ្វើដំណាប់យើងអាចធ្វើសាប៉ុន្តែអ្នកណាដែលជួយគិតទាំងអស់គ្នានេះយើងទាំងអស់គ្នាទៅជួយគិតកុំបន្ទោសអ្នកមិនអាចលក់ផលិតផលក្នុងពេលតែមួយបានទាំងអស់ទេត្រូវត្រៀមលក្ខណៈ5
ទី1ផលិតផលលក់ស្រស់ទី2លក់ខ្ចីទី3កែច្នៃទី4ត្រូវធ្វើអីត្រូវធ្វើជារបស់ឧមាថាបិទស្រាទៅជាតំណាប់បានធ្វើអានឹងបានបើយើងទប់ស្ថានភាពបាននៅទីនេះហេតុអីបានយើងហៅក្រសួងកសិកម្មហេតុអីបានយើងខ្ញុំប្រុងហៅក្រសួងសេដ្ឋកិច្ចប៉ុន្តែទល់អត់ខ្ញុំប៉ុន្តែក្នុងក្រុមគាត់សំណូមពរខ្ញុំចូលតាមពិតក្រសួង3ដើរតួនាទីសំខាន់ណាស់គឺក្រសួងកសិកម្មក្រសួងដែនដីនគររូបនីយកម្មពាណិជ្ជកម្មហើយនិងក្រសួងទេសចរដើម្បីធ្វើឲ្យកិច្ចការនឹងដើរអញ្ចឹងវប្បធម៌នឹងវាដើរតួនាទីសំខាន់វប្បធម៌ដើរធ្វើទៅកើតវាអាស្រ័យទៅលើក្រសួងកសិកម្មកសិកម្មធ្វើអីកសិកម្មបម្រើសេវាកម្មឲ្យទេសចរកែច្នៃឲ្យវិស័យឧស្សាហកម្មកសិកម្មដើម្បីពាណិជ្ជកម្មកសិកម្មដើម្បីអីជាឆ្អឹងខ្នងដ៏ធំរឹងមាំតែបើយើងកសិកម្មដើម្បីកសិកម្មនោះយើងនឹងខ្លាយអត់ទីផ្សារតើគេអាចធ្វើដំណាប់ចេញពីស្វាយបានទេបានតើគេអាចធ្វើដូចជាវ៉ារ៉េងភាសាខ្មែរយើងខ្ញុំមិនដឹងថាម៉េចភាសារុស្ស៊ីហៅវ៉ារ៉េងគេយកអាតំណាប់នឹងយកទៅលាបនឹងនំប៉័ងដើម្បីទទួលទានជាមួយទឹកតែស្រុកគេស្វាគមន៍ជានិច្ចយើងតូចចិត្តឯក្រសួងពាណិជ្ជកម្មត្រូវគិតរឿងស្អីថៃនាំតងែនទៅចិនបានរឿងស្អីវៀតណាមនាំតម្រងទៅចិនបានរឿងស្អីវៀតណាមនាំកពើទៅចិនបានចុះខ្មែរនាំទៅមិនបានតែមិនអាចថែបទៅសិក្សាឡើងវិញការពិតត្រូវទៅទទួលខ្ញុំដឹងធ្វើអ្វីកាលណាជាអ្នកវិទ្យាសាស្ត្រអត់អាចភូតបានទេតែភូតបន្តអញ្ចឹងនៅក្នុងវប្បធម៌នេះយើងបង្ហាញអំពីវប្បធម៌ស្លៀកក្បិនយ៉ាងម៉េចខ្ញុំរៀបចំហើយឥឡូវនេះយើងកំពុងតែស្រាវជ្រាវទៅលើរូបអប្សរាដែលមាន1800ម៉ូតកាលពីខ្ញុំរៀននៅប្រទេសរុស្ស៊ីតែឥឡូវនេះខាងវប្បធម៌គេបានប្រាប់ខ្ញុំមកវិញថានៅអត់ដល់ទេត្រឹមតែ800ទៅ900ទេអញ្ចឹងពេលបានអានឹងមកហើយយើងឆ្លាក់រូបអប្សរាហ្នឹងក្រោយពីឆ្លាក់រូបអប្សរាហើយខ្ញុំបានឲ្យរៀបចំសិក្សាអំពីម៉ូដនៃអប្សរានឹងស្លៀកពាក់របស់ខ្មែរយើងតាំងពីសម័យមុនអង្គររហូតដល់សម័យទំនើបគ្រាន់តែសិក្សាហើយមានអ្នកខ្លះលួចយកចោះខ្ញុំអត់បញ្ហាទេប៉ុន្តែរក្សាសិទ្ធិព្រោះរាជមន្ត្រីសភាមិនទាន់បោះពុម្ពប៉ុន្តែអរគុណដែលគេយកទៅផ្សព្វផ្សាយប៉ុន្តែជួយឲ្យខ្មែរប៉ុន្តែឲ្យឃើញថាអានេះវាជាស្នាដៃមិញនេះខ្ញុំបានយកសិភៅបន្តិចទៀតកាយភូតលេងបានតាក់ស៊ីភូតលេងបានធុកភូតលេងបានបកប្រែទៅជា4ភាសារាល់រមណីយដ្ឋានប្រាសាទទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងបានហើយមាននិយមការបើជិះម៉ូតូប្រើរយៈពេលប្រមាណចម្ងាយប្រមាណចំណាយថវិកាប្រមាណហើយជាភាសាកូរ៉េលោកស្រីកាងខុងហ៊ីកំពុងតែបកភាសាចិនបករួចហើយរុស្ស៊ីបកហើយអង់គ្លេសបកហើយខ្មែរហើយអញ្ចឹងយើងបញ្ចេញទៅតាមភ្លាមអញ្ចឹងគេចង់មកមើលកម្ពុជាប្រទេសនេះតូចមែនគ្រាន់តែប្រាសាទ1200កន្លែងដែលទៅទួនឹងគឺតាក់ទងទៅផ្នែកវប្បធម៌ហ្នឹង4ឆ្នាំនៃខ្ញុំមកកាន់ប្រធានរាជមន្ត្រីសភានេះស្ទើរតែគ្មានពេលគេងទេប៉ុន្តែធ្វើអីសម្រាប់មនុស្សជំនាន់ក្រោយបង្ហាញទាំងអស់គ្នាដើម្បីផលប្រយោជន៍ជាតិរបស់យើងអញ្ចឹងវប្បធម៌ទេសចរវប្បធម៌ខ្មែរអាចស្រូបច្រើនណាស់កាលណាគេមកមើលមកដល់កម្ពុជាគេអាចទៅមើលឡាវគេអាចទៅមើលភូមាគេអាចទៅមើលនៅប្រទេសថៃឬក៏ទៅឥណ្ឌូនេស៊ីកោះយ៉ាវ៉ាអត់មានអីប្លែកទេស្អីទៅយ៉ាវ៉ាបើយើងមើលទៅប្រាសាទនៅបរូបមានប្រាសាទដូចបាយ័នដែលជ័យវរ្ម័នទី2គេហៅចៃយ៉ាវរ្ម័ន2ទៅទីនោះបើយើងទៅមើលអយុធ្យាស្មើនឹងសម្បូរព្រៃគុកបើយើងទៅមើលវៀតណាមកណ្ដាលចម្ប៉ាវាស្មើនឹងទលេប៉ាទីអញ្ចឹងវាទាមទារការផ្សព្វផ្សាយរបស់យើងវាទាមការបង្ហាញវប្បធម៌របស់យើងខ្ពស់ណាស់ព្រោះយើងពីដើមគ្របដណ្ដប់រវាងចន្លោះឥណ្ឌានិងចិនយើងមានឥទ្ធិពលខ្លាំងណាស់ប៉ុន្តែយើងការផ្សព្វផ្សាយគេអត់ស្គាល់យើងទី4ទេសចរផលិតផលហេតុអីគេទៅសិង្ហបុរីហេតុអីគេទៅថៃហេតុអីគេទៅវៀតណាមហេតុអីគេមកកម្ពុជាគេបានអីគេមើលវប្បធម៌ខ្មែរហើយកាន់អីទៅវិញអត់មានកាន់ទៅវិញទេសចរផលិតផលនេះដើរតួនាទីសំខាន់ណាស់អាទី4នេះទេសចរកាលណាគេបកទៅវិញគេឲ្យមានយួរអីទៅអាយួរហ្នឹងវាដិតជាប់នៅក្នុងបេះដូងវាថតនៅក្នុងបេះដូងសូម្បីតែយើងឧទាហរណ៍ដបស្រានៅក្នុងដបស្រាយើងយកបំពង់អាស័យយើងកាលដែលខ្ញុំដើរព្រំដែនខ្ញុំជំរាបជូនពីបកគោល0មកបកគោល35សិតសឹងតែដើមឫស្សីយើងយកដើមឫស្សីហ្នឹងគេថាអាស័យស្រុកចិនបើដុះស្រុកខ្មែរនេះមួយខាងវាយនេះយើងយកមកដល់ដាក់ស្រាចូលក្នុងហ្នឹងឆ្លាក់រូបនារីខ្មែរដ៏ស្អាតឬក៏អប្សរាណាមួយនៅក្នុងប្រាសាទរបស់យើងពេលគេយកទៅភ្ជួរស្អីគេហ្នឹងគេថាស្រាមកពីកម្ពុជាស្អីគឺឆ្លាក់ហ្នឹងនារីរបស់ខ្មែរជាស្អីហ្នឹងចង់ទៅឃើញនារីខ្មែរវាមិនចង់ទៅឃើញវប្បធម៌ខ្មែរវាមិនហ្នឹងគឺគេហៅថាទេសចរផលិតផលយើងទៅប្រទេសសិង្ហបុរីប្រទេសតូចមួយប៉ុន្តែគេចូលចិត្តទៅដោយសារអីគេទៅទិញផលិតផលដែលមានក្រមសីលធម៌នេះវិជ្ជាជីវៈបើគេទិញ iPhone ខុស iPhone យកទៅដូរវិញបានគេអត់ភូតទេត្រូវមានក្រមសីលធម៌ចឹងហើយបាទខ្ញុំមកកាន់ក្នុងស្ថាប័ននេះទ្រឹស្ដីផ្សារភ្ជាប់និងអនុវត្តភ្ជាប់នឹងសមិទ្ធផលត្រូវតែមានក្រមសីលធម៌នេះវិជ្ជាជីវៈ
ដាច់ខាតចឹងកន្លែងហ្នឹងដែលយើងត្រូវមើលទៅកន្លែងហ្នឹងចឹងកាលណាគេទៅគេយួរអីមកគេសួរអ្នកឯងកាន់អីហ្នឹងពេលដែលគេភ្លក់មកគេនឹកឃើញពីព្រោះមាត់ឆ្លោះបញ្ចាំងទៅកាពះឆ្លោះបញ្ចាំងឲ្យបេះដូងហើយវាផ្សាយចេញទៅតាមរលកធាតុអាកាសវាជាប្រេកង់សម្លេងវាជាប្រេកង់ខ្ញុំហូបរបស់កម្ពុជាឆ្ងាញ់ណាស់ហើយកុំតូចចិត្តត្រូវតែកែច្នៃផលិតផលឲ្យទៅជាផលិតផលច្រើនដូចប្រទេសកូរ៉េគេធ្វើមិនរៀនសូត្រពីគេមុននឹងចូលហាងកូរ៉េគេដាក់ជ្រក់មកគ្រប់គេហៅថាគឹមជីហេហេតុអីមិនធ្វើដាក់គឹមជីដើម្បីឲ្យកសិករគេដាំបន្លែទៅវាមានទីផ្សារគឹមជីនឹងទោះមិនលក់ថ្ងៃនឹងដាច់2ខែទេក៏អត់អីដែរក៏វាខូចពោះវាទៅជាជ្រក់សួរតែខ្មែរយើងមានជ្រក់ទេមានប៉ុន្តែយើងអត់ធ្វើមានពេលញិចចៃមានពេលនិយាយដើមគេតែបើបបួលផឹកអត់ដែលខានខ្មែរយើងគ្រាន់តែជ្រក់មិនក្រម50ជ្រក់ទេជ្រក់តាពាំងជ្រក់ឆៃថាវជ្រក់អាដេញស្នោជ្រក់ដើមចេកអាចេកយើងនេះហ្នឹងជ្រក់ច្រើនណាស់ខ្មែរយើងអញ្ចឹងពេលញ៉ាំនំបញ្ចុកដាក់ជ្រក់ហ្នឹងឲ្យគេហូបមិនហូបជារឿងរបស់គេតែបើគេហូបហើយបើឆ្ងាញ់បើរហូតនឹងក្រសួងកសិកម្មអាចមានគោលនយោបាយឬក៏ក្រសួងសេដ្ឋកិច្ចមានគោលនយោបាយធ្វើកាដូឲ្យគេធ្វើឲ្យតូចដើម្បីគេយួរទៅផ្ទះពេលដែលគេដាក់ទូទឹកកកថ្ងៃណាមួយគេនឹកឃើញគេអាចមកញ៉ាំវិញ I remember Cambodia very fooling I feel tourists in Cambodia ណាចងចាំអានជា marketing ជាទីផ្សារប៉ុន្តែយើងបានធ្វើអត់ខ្ញុំជម្រាបជូនទៅដល់ប្រទេសថៃក៏ដោយទៅដល់វៀតណាមក៏ដោយគ្រាន់តែយើងចុះហត្ថលេខាភ្លាមយកអូតែលគេភ្លាមបន្ទប់គេភ្លាមគេចាក់ទឹកជាក្រាញ់ឲ្យយើងញ៉ាំភ្លាមព្រោះដួងចិត្តយើងត្រជាក់ភ្លាមយើងក៏បានចឹងចុះពីលើយន្តហោះមកភ្លាមដាក់ឲ្យភ្លាម make in Cambodia ហ៎កន្លែងហ្នឹងគឺយើងត្រូវពីព្រោះផលិតផលគុំអាដេញ1000ឆ្នាំមុនធ្វើក្អមអត់រូបដល់2022នៅតែអត់រូបដែរត្រូវតែកែច្នៃអាពីមុនក៏មានព្រោះរូបនឹងត្រូវដាក់រូបនារីខ្មែរត្រូវដាក់រូបអីចិនគេធ្វើតាំងពីអាមានដែរឃើញអាឆុងតែបាទមានតាំងគង់ស្អ៊ីមចេញតាំងអាក្មេងឆកអត់សក់ចងសក់គេកែប្រែទៅតាមតថភាពប៉ុន្តែអ្វីដែលជាមានបុរាណយើងបានទុកកាលពី1000ឆ្នាំមុនក្អមអត់រូបមកដល់2022នៅតែអត់រូបដែរបើអភិរក្សអញ្ចឹងហេតុអីចូលឆ្នាំនាំគ្នាទៅបាញ់កាភ្លើងជ័រមកពីថៃមិនក៏មិនយកក្អមរបស់ខ្មែរដែលបានធ្វើហើយនារីខ្មែរពិសេសអ្នកដែលល្បីពិសេសដរានតែម្ដងសុទ្ធតែឯងមោទនភាពជាតិខ្មែរប៉ុន្តែបង្ហាញរបស់គេតើរបស់ខ្មែរពេលណាដែលគេស្គាល់អ្នកណាគេស្គាល់ក្អមខ្មែរអ្នកណាស្គាល់ត្រឡោកដូងខ្មែរព្រោះអត់និយាយអត់មើលសេចក្តីសាច់រឿងជេរខ្ញុំពេញ Facebook ខ្ញុំចង់ឲ្យខ្មែរនារីដែលស្អាតករៀតក្អមចាក់ទឹកក្អមអប់ដោយម្លិះស្រោចក្បាលទៅវាក៏អូបវាឈ្ងុយឈ្ងប់បង្ហាញអំពីវប្បធម៌របស់ជាតិយើងរឿងឯងបាញ់គឺរឿងរបស់អ្នកឯងវាមានកន្លែងបាញ់ទៅកំពង់សោមទៅបាញ់នៅកំពង់សោមអង្គរវត្តអត់អាចបាញ់បានទេព្រោះកន្លែងវប្បធម៌តើស្ថាប័ននឹងពាក់ព័ន្ធទៅណាអស់ចេះអុំទូកតាមអានេះប្រែកតាមអីប៉ុន្តែឲ្យទៅបាញ់កំភ្លើងខ្មែរយើងអត់បានទេណាយកកំភ្លើងទៅបាញ់ទៅអីអត់មានបានទេគឺជាការមើងងាយបំផុតខ្ញុំប្រាប់ជំនាន់ដូនតាខ្ញុំដកកវិតចេញពីស្រោមបើមិនកាប់អត់បានទេកំភ្លើងតាជួងគឺបាញ់យើងបានគិតទេពីហ្នឹងរឿងនេះឯងទៅលេងខេត្តណាបានប៉ុន្តែខេត្តសៀមរាបគួរកុំលេងបែបហ្នឹងព្រោះជាមជ្ឈមណ្ឌលវប្បធម៌សូមអ្នកឯងយកចេញពីវប្បធម៌នៃអង្គរវត្តមកលេងជួយផ្សព្វផ្សាយឲ្យខ្មែរយើងឲ្យគេស្គាល់អំពីវប្បធម៌ខ្មែរមានតម្រៃយ៉ាងម៉េចជិះតម្រៃយ៉ាងម៉េចជិះគោយ៉ាងម៉េចជិះសេះយ៉ាងម៉េចនេសាទត្រីយ៉ាងម៉េចព្រឹកមិញខ្ញុំបើកឡានមកខ្ញុំរំភើបប្រជាជននៅខាងក្រោមបាននេសាទបានត្រីញ៉ាំមកហើយខ្ញុំរំភើបខ្ញុំដឹងថាខ្ញុំមានគ្រោះថ្នាក់ប៉ុន្តែខ្ញុំរីរាយនៅពេលដែលខ្មែរបានទទួលត្រីទាំងអស់គ្នាមិនមែនបានត្រីចិញ្ចឹមពីស្រះនេះដែលជាការចង់បានរបស់ខ្ញុំបន្តិចទៀតដល់ទេសចរមួយទៀតខ្ញុំនឹងនិយាយរឿងហ្នឹងនេះចំណុចទី5ទេសចរសុបនិមិត្តស្អីទៅទេសចរសុបនិមិត្តចូលអាមិញហ្នឹងទេសចរសុបនិមិត្តគេធ្វើរួចហើយនៅម៉ាឡេនៅសិង្ហបុរីនៅជប៉ុននៅកូរ៉េជប៉ុនគេឡើង Tower គេអាចមើលតូក្យូបាននៅម៉ាឡេស៊ីក៏គេឡើងចឹងដែរគេអាចបាននៅកូរ៉េក៏ដូចគ្នាដែរខ្ញុំបានទៅដល់ប៉ុន្តែខ្ញុំគ្មានលុយទិញសំបុត្រយន្តហោះទេអ្វីដែលខ្ញុំទៅដល់ខ្ញុំជាវាគ្មិនហើយក្រោយពីចប់ទៅគេអញ្ជើញខ្ញុំទៅគាត់តែប៉ុណ្្នឹងទេតែឲ្យខ្ញុំមានលុយទៅធ្វើដំណើរទាំងចឹងគឺខ្ញុំមិនមានទេអញ្ចឹងទេសចរសុបនិមិត្តយើងមានសុបនិមិត្តច្រើនណាស់ដើម្បីតាក់ទាញទេសចរដែលគេគ្មានអ្នកឯងមកបឹងទលេសាបអ្នកឯងមិនបាច់ទេប្រទេសទាំង5នៃដងទលេមេគង្គអ្នកឯងមិនបាច់ទៅមើលទេអ្នកឯងចូលមកទលេសាបមកអ្នកឯងឃើញត្រីដែលមានរួចអស់ហើយធ្វើអីទៅសិង្ហបុរីគេយកផ្ទះមកប៉ុណ្្នឹងគេយកដាក់ប្របែលនៅក្នុងសមុទ្រគេគឺយក$20គេទៅមើលអាត្រីឆ្លាម$20ខ្មែរយើងមើលតែ$20បានណាធ្វើផ្ទះកញ្ចក់នៅបឹងទលេសាបមុននឹងចូលសូត្រីដែលមានទាំងអស់នៅក្នុងបឹងទលេសាបដែលមានគ្រាន់តែសូអស់1ម៉ោងបាត់ទៅហើយចេញមកវិញឲ្យគេមើលត្រីនៅកញ្ចក់ហ្នឹងការពិតក្រោយមកទៀតពេលគេត្រឡប់មកវិញចូលក្នុងទេសចរផលិតផលឲ្យគេយួរមកវិញពេលអ្នកឯងស្បោកសាកអ្នកឯងសាកអីត្រីប្រឡាក់ត្រីអាំងត្រីអីបានទាំងអស់ពេលអ្នកឯងចង់បានទៅវិញអាចជាដំណាប់អាចជាត្រីគេហៅថាជាត្រីប្រឡាក់ឬក៏ជាត្រីផាត់យួរទៅវិញអាចคล้ายជាត្រីខនៅពេលខាងមុខ
ព្រោះយើងមានទន្លេឆ្មាដ៏ធំមួយមានដល់ទៅ8000ហិកតាអាចបង្កើតពូជត្រីនៅទីនោះបានខ្ញុំនឹងសិក្សាខ្ញុំនឹងរៀបចំកិច្ចការហ្នឹងមានទីទៀតនឹងមានទស្សនវិជ្ជាច្រើនទៅធ្វើវាមិន80000ហិកតាតែដកអរគុណរដ្ឋមន្ត្រីក្រសួងកសិកម្មដែលលោកបានដកគេហៅថាលបខុសនីតិវិធីមិនលបឲ្យសំណាញ់មុងព្រោះច្បាប់គេឲ្យ3សង់ទីម៉ែត្រអានោះលេងមុងយកមកដាក់ស្អីក៏អត់រួចដែរខ្ញុំមិននិយាយទេរឿងនេះអញ្ចឹងអានោះជាអីទេសចរសុបនិមិត្តមើលត្រីហើយអ្នកឯងអាចអញ្ចឹងបានកសិករខ្លះគាត់មកសួរខ្ញុំគាត់ថាហេតុអីក៏លោកបណ្ឌិតឯងមកធ្វើឲ្យខ្ញុំបាត់បង់ការរកនេសាទត្រីខ្ញុំបានហើយមិនក៏ដកដីមិនឲ្យធ្វើស្រែខ្ញុំបានសួរគាត់មហិតាបានអ្នកបងគាត់ថាមហិតាបាន3តោនកៅបាន3តោនកៅបាទអាច3តោនអាច4តោនអាច6តោនអញ្ចឹងយើងវាយមធ្យម3តោនកៅ1គីឡូបានប៉ុន្មានសូវ800អស់ត្រឹម1100ត្រូវសែនក្អូបធ្វើរយៈពេល90ថ្ងៃអញ្ចឹងតើត្រី1គីឡូប៉ុន្មានត្រី1គីឡូបើត្រីកេះសម័យមុនអាកេះធំ1គីឡូ$10 40000តើលក់ស្រូវប្រមាណបានត្រី1គីឡូចុះបើទុកដី640,000ហិកតានេះសម្រាប់ជានិមិត្តរូបទាញទាំងកសិកម្មទាញទាំងទេសចរទាញទាំងវប្បធម៌របស់ខ្មែរដែលមានអ្នកឯងយកសុបនិមិត្តមួយគឺយកផ្ទះធ្វើនៅលើដើមឈើកែងនៅលើដើមរាំងមកយប់ដឹងមកនេះនៅប្រទេសថៃ$10000កម្ពុជាយកតែ$100បានឲ្យអ្នកឯងស្ទូចត្រីនឹងស្ទូចត្រីបានហើយត្រូវមានសិលធម៌អាំងត្រីនឹងឲ្យគេវិញមួយទៅ$10ទៅផ្ទះ$20ទៀតឡើង$30ប្រជាកសិករមានតែដើមរាំងមួយក៏អាចចិញ្ចឹមគ្រួសារអស់មួយជីវិតតែបើធ្វើដោយសពថ្ងៃនេះអាលីស្រុកខ្ញុំសក់ទឹកភ្នែកដើរបឹងទលេសាបខ្ញុំដើរគ្មានហត់ទេដើរព្រំដែនមកខ្ញុំហត់បឹងទលេសាបបើប៉ុនមេដៃខ្ញុំដើរមិនហត់មានអ្នកខ្លះរត់ធំភេទចាឲ្យខ្ញុំរកអីខ្ញុំមិនត្រូវការទេខ្ញុំដើរបានខ្ញុំជិះបានព្រោះខ្ញុំធ្វើអីក៏ដោយខ្ញុំជម្រាបជូនសិក្សាឯកសារហើយសម្ភារហើយខ្ញុំទៅដល់ជាចរិតរបស់ខ្ញុំទោះមានវ័យកាន់តែចាស់បន្តិចមែនប៉ុន្តែត្រូវតែធ្វើឲ្យដល់ដើម្បីនឹងអញ្ចឹងទេសចរសុបនិមិត្តហ្នឹងទី5ទេសចរបនិមិត្តគេអុំទូកលេងគេទទួលត្រីហ្នឹងគេដេកនៅលើដើមឈើតែមានផ្ទះឈើហើយគេបានស្អីគេបានយកផលិតផលទៅវិញឆ្លើយតបទៅនឹងទេសចរផលិតផលទេសចរមាន6ឥឡូវដល់ទី5ហ្នឹងទេសចរសុបនិមិត្តយើងអាចឡើងជិះរថពីកំពង់ឆ្នាំងហ្នឹងអាចរកលុយបានច្រើនណាស់មានភ្នំ2ភ្នំនាងកងរៃហើយនឹងភ្នំនៅខាងនេះហ្នឹងគឺភ្នំខ្ញុំភ្លេចតិចទៅព្រោះឥឡូវភ្លេចច្រើននៅថាគេមិនសូវបានច្រើនតិចខ្ញុំនឹងឆ្លើយមកវិញភ្នំហ្នឹងអាចធ្វើរថបាននៅ Greenting ម៉ាឡេស៊ីគេយកលុយរាប់លានដុល្លារយើងអាចជិះរថហ្នឹងមើលទាំងភ្នំពេញមើលទាំងបឹងទន្លេសាបវាបានទេសចរសុបនិមិត្តដល់ទៅ5ចំណុចទី1ឃើញត្រីដែលមាននៅក្នុងកញ្ចក់ទី2អ្នកឯងបានផលិតផលត្រីយកទៅផ្សាយពាណិជ្ជកម្មឲ្យកម្ពុជាផងអ្នកឯងកុំនិយាយពីរឿងត្រីកម្ពុជារឿងត្រីទឹកសាបឆ្ងាញ់ណាស់អស្ចារ្យណាស់ពីព្រោះត្រីអូម៉ាតាត្រីកណានត្រីដែលនៅតំបន់ខាងស្ទឹងត្រែងវាច្រើនតែស៊ីស្លែព្រោះវាជាប់នឹងដុំថ្មវាជក់ដូចជាត្រីក្អែកត្រីក្រុមដោយប៉ាវ៉ាប៉ាសាអ៊ីត្រីដែលចូលមកបឹងទន្លេសាបគឺត្រីដែលចូលប្រយ័ត្នមែនតើប្រយ័ត្នអស់លៀសអស់ខ្ចៅត្រីពោត្រីអីស៊ីលៀសត្រីខ្ចៅតែឥឡូវនេះដឹកខ្ចៅដឹកលៀសចេញពីកម្ពុជាមួយថ្ងៃអត់ក្រោម40តោនទេប្រយ័ត្នអស់ចំណីត្រីប្រយ័ត្នអស់ចំណីត្រីបើខ្មែរញ៉ាំលៀសគ្រាន់តែហាលគ្រាន់តែអីអត់បញ្ហាទេតែប្រយ័ត្នយកលៀសទៅកិនធ្វើជាចំណីសត្វដទៃទៀតវានឹងអស់វាទៅបាត់អីមួយទៅឃើញអីមួយហេតុអីមិនឲ្យកាប់ព្រៃពីព្រោះត្រីដែលស៊ីស្លែពេលដែលឆ្លឹកឈើវាធ្លាក់មកវាអាលួយវាទៅជាស្លែវាអាចចិញ្ចឹមត្រីដែលប្រភេទដែលស៊ីស្លែអញ្ចឹងរាជរដ្ឋាភិបាលអរគុណដែលលោកបានដកដីទាំង640,000ហើយមិនមែនខ្ញុំមិនដើរតាមទៀតទេខ្ញុំនឹងមើលទៀតខ្ញុំនឹងដើរទៀតតែគ្រាន់តែដើរខ្ញុំមិនប្រាប់ហើយកុំបាច់សួរកន្លែងណាខ្ញុំដឹងដែរមិនបាច់ឧទ្ធម្ភាគចក្រក៏ខ្ញុំដឹងដែរខ្ញុំដឹងទាំងអស់ឥឡូវនេះគេមានសត្វតឡាយបញ្ជាឲ្យមានកសិករខ្លះភូតថាគាត់ធ្វើតាំងពី79ទេណាបង្ហាញពីសត្វតឡាយមកទៅកាត់ឆ្នាំ2018ហ្នឹង79ព្រៃឡើងគ្រប់ចង់ឃើញឲ្យបង្ហាញឃើញភ្លាមនៅក្នុង iPad របស់ខ្ញុំហ្នឹងពេលវេលាទី6ទេសចរសុខាភិបាលល្អហើយកូវីដបើអត់កូវីដហ្នឹងខ្មែរមិនមើលនៅស្រុកខ្មែរទេអ្នកក្រនៅខ្មែរអ្នកមធ្យមទៅវៀតណាមនិងទៅថៃអ្នកមានមែនតែនទៅសិង្ហបុរីនិងទៅបារាំងឯខ្មែរអត់ទេទេសចរសុខាភិបាលនេះអាចទាញយក5ចំណុចទី1យើងទៅគេយកប្រាក់ឆ្លងដែនគេយកប្រាក់ទោះបីជាយើងអាស៊ានមិនឆ្លងដែនដែរប៉ុន្តែគេយកប្រាក់ឡានរួចទៅហើយទី2ប្រាក់ម្ហូបទី3ការស្នាក់នៅយើងម្ហូបចុកគេទី4លក់ផលិតផលរបស់គេទេសចរផលិតផលទី5គេលក់វិស័យសុខាភិបាលរបស់គេមិនក៏ខ្ញុំហ៊ានថាអញ្ចឹងក្រុមខ្ញុំកាលណានិយាយគឺមានភ័ស្តុតាងទាំងអស់ក្នុង1ឡានបើទៅវៀតណាមបើឡាន40កៅអីមានតែ3កៅអីទេដែលទៅលេងក្រៅពីនោះទៅមើលទាំងអស់ខ្ញុំជិះយន្តហោះមកពីថៃខ្ញុំធ្វើកិច្ចសម្ភារមកយន្តហោះសិតទៅមើលជំងឺអ
អត់ដែរនិយាយស្អីទេនិយាយតែពីរឿងជំងឺដោយសារគេបិទព្រំដែនទេអរគុណទៅកូវីដគុំអីនឹងទៅបាត់ទៀតអស់ហើយទៅអួតពីស្រុកគេយួរតែវ៉ាន់ពីស្រុកគេមកគុំតូចចិត្តព្រោះគេដើរទាំង6ចំណុចទេសចរទាំង6គេដើរទាំងព្រំប៉ុន្តែយើងមានហើយលើសគេប៉ុន្តែយើងអត់បានរៀបចំខ្លួនខ្ញុំនិយាយចឹងកុំខឹងខ្ញុំនិយាយសុំនិយាយការពិតពីព្រោះក្នុងការពិតទើបយើងខ្ញុំតែនិយាយហើយថាបើជពុបជើងឈាមជើងកុំអាលតន់រុំជើងត្រូវពាក់បែនរហមើលភ្នែកកាត់បានតាសិនដើម្បីកុំឲ្យដើរទៅជពុបទៀតព្រោះភ្នែកមើលមិនឃើញហើយដូច្នេះអ្នកនិយាយវិទ្យាសាស្ត្រដូចគ្នាទៅរកចំណុចខ្សោយដើម្បីទៅអភិរក្សនិងអភិវឌ្ឍចំណុចហ្នឹងចឹងសុខាភិបាលអាចទាញទៅដល់5ចំណុចនៃចំណូលទេសចរបើយើងធ្វើត្រូវគឺជាការល្អអត់ខ្ចោះព្រោះស្អីប្រទេសយើងអត់ផលិត iPhone ប្រទេសយើងអត់ផលិតកុំព្យូទ័រតែបើយើងយកទេសចរបាន 6.6 ដូចខាងក្រសួងទេសចរមែនយើងនឹងបាន6លាន iPhone តែបើយើងអត់បានទេយើងបានសម្បកទេសចរទាំង 6.6 លានហេតុអីកសិកម្មទិញគេមហូបទិញគេបន្លែទិញគេហើយចង់ទិញប្រមាណខ្ញុំប្រាប់ភ្លាមនាំសាច់ពីកន្លែងណាខ្ញុំប្រាប់ភ្លាមថៃជោគជ័យដោយកាន់ជំហរតែមួយគត់ថោកហើយឆ្ងាញ់សិង្ហបុរីគេជោគជ័យដោយសារតែគុណភាពចឹងខ្មែរយើងមាន4ចំណុចទៅហើយដែលយើងកំពុងតែសិក្សាហើយយើងរៀបចំថោកឆ្ងាញ់គុណភាពស្នាមញញឹមយើងមានតែស្នាមញញឹមហើយស្នាមញញឹមឯកឧត្តមដេញសួររានីនិយាយថាកម្ពុជាស្នាមញញឹមរាក់តាក់អីញញឹមតែព្រំទេភាពពិតអត់ញញឹមទេញញឹមកាលណាគេញ៉ាំទៅវាអត់ធ្វើទុកពោះកាលណាគេគេងទៅគេបានសុខសេចក្តីសុខកាលណាគេញ៉ាំស្រាទៅស្រាហ្នឹងវាអត់នេះកុំអត់ដេញឃើញគ្រាន់ខ្មែរយើងផឹកស្រាសផ្អើលអស់ពុលហេតុអីបានពុលប្រហែលគេធ្វើអីមួយព្រោះយើងគ្មាន logo យើងគ្មាន symbol បញ្ជាក់ដល់ពេលអ្នកដទៃគេចង់សម្លាប់ស្រាខ្មែរយើងគេធ្វើបែបហ្នឹងដើម្បីឲ្យលែងហូបស្រាខ្មែរឲ្យហូបស្រារបស់គេអញ្ចឹងយើងត្រូវតែមាន logo របស់យើងគេមើលនាឡិកាហើយសំទោសខ្ញុំអស់ហើយនៅតិចទៀតអូខេអញ្ចឹងអាកន្លែងហ្នឹងយើងត្រូវមើលថាយើងត្រូវធ្វើវាម៉េចទៅលើចំណុចទាំងអស់ហ្នឹងអញ្ចឹងកាលណាយើងបាន iPhone ខ្ញុំថា6លាន.6 iPhone សពថ្ងៃនេះយើងអត់បានទេបានទេសចរបើ6លាន.6យើងបានតែ1លាននេះហេតុអីពូកខ្នើយមកពីចិនបន្លែមកពីគេសាច់អត់គ្រប់ជីកកប៉ោះហោះគេផឹកស្រាគេផឹកទឹកសុទ្ធគេបានស្អីបានសបកទេសចរបានអាទុកបានចូលមើងកោអញ្ចឹងយើងទៅធ្វើម៉េចយើងត្រូវបង្កើនកម្លាំងផលិតហើយកុំបន្ទោសអ្នកផលិតត្រូវរៀបចំគោលនយោបាយឲ្យបានច្បាស់លាស់ក្នុងការធ្វើឲ្យខ្លាយទៅជាផលិតផលដែលស្រូបនៅក្នុងវិស័យទេសចរដើម្បីស្រូបបានទោះតែសិក្សាអំពីវប្បធម៌របស់គេដោយអឺរ៉ុបចូលចិត្តអីចូលចិត្តតំណាប់រៀបចំតំណាប់ផ្លែឈើទាំងអស់ដើម្បីឲ្យគេយួរចេញទៅវិញអាតំណាប់នេះបានយួរអញ្ចឹងមុនមកដល់ភ្លាមអ្នកឯងបៀកអាតំណាប់នឹងទៅនំប៉័ងឲ្យទឹកផ្លែឈើមួយដែលចេញពីទឹកដូងរបស់កម្ពុជាប៉ុន្តែដូងកម្ពុជាកុំច្រឡំមិនសោះណាមកពីកម្ពុជាក្រោមណាខ្ញុំបានទៅសិក្សារួចទៅហើយដឹកមកពីនោះទាំងអស់ដូងយើងមានតិចណាស់អត់ទាន់មានទេឆ្លើយអត់ឆ្លើយតបទីផ្សារទេពួកខ្ញុំបានសិក្សាកិច្ចការនឹងច្រើនណាស់ច្រកណាចេញអីច្រកណាចេញអីពួកខ្ញុំបានដឹងទាំងអស់អញ្ចឹងខ្មែរយើងត្រូវធ្វើអីមិនមែនយើងលក់ស្វាយយើងលក់តែស្វាយស្រស់ប៉ុន្តែស្វាយចំណាប់ស្វាយធ្វើទៅជាស្រាដូចស្វាយចន្ទទីខ្ញុំប្រាប់ជំរាបជូននៅអាហ្វ្រិកគេយកសាច់វាហ្នឹងធ្វើជាស្រាខ្មែរយើងក៏វត្តចោលយកទៅគ្រាប់ទេហ៎អញ្ចឹងមកដល់ព្រាមអ្នកឯងជាយុវជនអ្នកឯងកុំបើអ្នកឯងមិនបានផឹកស្រាកម្ពុជាដូចមកដល់កម្ពុជាអញ្ចឹងកុំឲ្យធ្លុះធ្លាយនៅក្នុងទេសចរដោយអ្នកបងគាត់មានប្រសាសន៍មិញថាហេតុអីបានជាកបីមិនឆ្ងាញ់ដូចសាច់គោវាឆ្ងាញ់ខ្ញុំមិនញ៉ាំទេសាច់គោតែសាច់កបីក៏ខ្ញុំបានញ៉ាំដែរដោយសារវាពិបាកចិញ្ចឹមលុបបឹងអស់ហើយលុបធ្លុកអស់ហើយព្រោះអាកបីវាត្រូវការធ្លុកវាត្រូវការបឹងបើអត់មានបឹងមានធ្លុកវាទៅដេកឯណាព្រោះវាដេកទឹកអញ្ចឹងយើងត្រូវធ្វើអីទឹកសូបនិមិត្តតែទឹកសូបនិមិត្តអាចត្រង់បានយើងចោះទៅយូរហើយឲ្យវាពេលវាស៊ីស្មៅហ្នឹងឲ្យតួយើងត្រួតស្មៅឲ្យស៊ីទៀតមកឲ្យវាស្រោចទឹកនៅហ្នឹងព្រោះអាកបីវាត្រូវការស្មៅត្រូវការទឹកដូចអ្នកខ្លះការខ្ញុំសិក្សាកបីហ្នឹងគេថាអូកបីវាវាលទំនាបទេមិនបានវានៅវាលទំនាបដោយសារមានទឹកដល់ពេលពួកខ្ញុំចំកបីជីកស្រះមួយនៅកណ្ដាលប្រៃនៅលើទួលវាទៅលើទួលដោយសារសម្បូរព្រិចច្រើនទីណាមានស្មៅទីនោះវាទៅរកនោះឯងប៉ុន្តែវិស័យកសិកម្មការគ្រោះថ្នាក់ធ្ងន់ណាស់កសិកម្មត្រូវការ subsidy of government សំទោសជាការចេញខាតរបស់រដ្ឋឲ្យបានច្រើនព្រោះវិស័យកសិកម្មជាការលំបាកណាស់តែមួយប្រព្រឹត្តភ្នែកអាចកុំថាទេសចរអីទេសចរមានកូវីដទៅមានបញ្ហាណាកសិកម្មមានបញ្ហានៅពេលដែលគ្រាន់តែបើកភ្នែកដកដង្ហើមគឺមានបញ្ហារហូតព្រោះជាជីវិតប៉ុន្តែក៏ត្រូវការដែរស្ថាប័នស្រាវជ្រាវខាងខ្ញុំក៏ខ្សោយដែរក្នុងវិស័យកសិកម្មមានវិទ្យាស្ថានមួយខាងកសិកម្មហើយនឹងខាងវិស័យសុខាភិបាលហ្នឹងត្រូវសិក្សាអាហ្នឹងមិនមែនទៅទិញទៅទិញពូជបាញ់ថ្នាំពីទិញជីពីគេហើយស្រែកថាអត់ចំណេញទេបានអីចំណេញបើកសិករខ្លាចជាសេដ្ឋីអស់ហើយហ្នឹងមានកសិករណាទៀត
កុំនិយាយខ្មែរកសិករកុំភូតខ្ញុំឲ្យសោះកសិកម្មមិនដឹងខ្ញុំដឹងក្នុង1ហិកតាចំណាយលុយអស់1លាន2សែននៅខេត្តបាត់ដំបងបានស្រូវមកវិញបាន5តោនទៅ4តោនស្រូវសែនក៏អូបជួលគេភ្ជួរប្រមាណ40ម៉ឺនជួលគេច្រូតប្រមាណ40ម៉ឺនជួលគេបាញ់ថ្នាំប្រមាណ12ម៉ឺនប្រើជីប្រមាណអស់6បាវខ្ញុំដឹងទេបាត់ដៃចឹងព្រោះខ្ញុំមិនមែនជិះយន្តហោះឬក៏ជិះឡានមានគេបើកទេខ្ញុំបើកឡានខ្លួនឯងតង់ឡើយណាខ្ញុំសុភាកន្លែងហ្នឹងសុភាកតាមណានទៀតនៅខេត្តព្រៃវែងអស់ដល់ទៅ7 លានប៉ុន្តែគេបាន10តោនស្រូវតែយករបស់គេទាំងអស់ឆ្នាំរបស់គេពូជរបស់គេលក់ឲ្យគេវិញរឿងពិតវាឈឺប៉ុន្តែយើងត្រូវតែកែយើងសុកចិត្តខំមាត់ទាំងអស់គ្នាយើងផលិតស្រូវផ្កាម្លិះដែលគេនិយាយថាយ៉ាស្មីនដកម្លិះអរគុណដែលស្រូវផ្កាម្លិះវាក្រអូបតែនៅតំបន់នៅកម្ពុជាទេបើនៅប្រទេសថៃទោះតែខ្មែរម្ដុំខ្មែរសរិនបានក្រអូបវាឆ្លើយតបទៅនឹងដីយើងត្រូវពុះពៀធ្វើអានឹងឲ្យបានទៅជាពូជរបស់យើងអ្នកណារក្សាពូជបានអ្នកនោះបានវារុងរឿងខ្មែរយើងដោយសារវាអត់ពូជនឹងហើយបានជាវាចង់ឲ្យលីស្រុកក៏បីវាអស់ពូជឲ្យតែជួលអីព្រឹបអ្នកឯងលក់ដីបានមានមែនតែកូនរបស់អ្នកឯងគ្មានពេលណាកុំភ្លេចឲ្យសោះអ្នកឯងកុំគិតថាអ្នកឯងអាចធ្វើឲ្យកូនអ្នកឯងអាចបានរស់ស្រួលបើសិនជាអ្នកឯងគ្មានឲ្យជំនាញចំណេះទុកដីឲ្យវាទេកុំអ្នកឯងនៅបរិយថាខ្លួនឯងអស់ចាអត់អស់ចាទេស្រុកគេអ្នកនៅបរិយគឺអ្នកក្រអ្នកមានគឺនៅដោយប្រជាជនយើងសពថ្ងៃហ្នឹងផ្ទះដាច់ភូមិឃុំដាច់លបងដាច់ឡាយទៅមើលអាមេរិកទៅមើលប្រទេសអឺរ៉ុបតើយើងមានវិធានការយ៉ាងម៉េចមិនមែនជំនាញទេប៉ុន្តែខ្ញុំបានគិតមុនហើយគឺវិជ្ជាជីវៈត្រូវមានសិលធម៌ពេលចប់សិក្ខាសាលានេះតទៅយើងនឹងសុំទៅរាជរដ្ឋាភិបាលនិងសហការជាមួយខ្ញុំបាននិយាយជាមួយខាងក្រសួងទេសចរនិងសហការរាជធានីភ្នំពេញសុំផ្លូវមួយដើម្បីធ្វើជា model ពេលគេចូលគេដាក់ថាផ្លូវមានសង្ឃឹមឬក៏ផ្លូវទំនុកចិត្តកាលណាគេហូបម្ហូបហ្នឹងបើគេហូបម្ហូបចិនគឺម្ហូបចិនកាលណាម្ហូបកូរ៉េគឺម្ហូបកូរ៉េកាលណាម្ហូបខ្មែរគឺម្ហូបខ្មែរម្ហូបអឺរ៉ុបគឺម្ហូបអឺរ៉ុបសាច់ពីកន្លែងណាគឺប្រាប់កន្លែងហ្នឹងអត់ឲ្យភូតហើយបដិសណ្ឋារកិច្ចយើងនឹងបណ្ដោះបណ្ដាលព្រោះយើងមានកន្លែងរៀបចំហើយយើងធ្វើដើរដើម្បីអីពេលគេត្រឡប់ទៅស្រុកគេវិញគេចងចាំកម្ពុជា I remember Cambodia ប៉ុន្តែមិនមែនលារហូតទៅទេ Not goodbye forever I see you again I want to visit Cambodia again and again We are the people of Cambodia to want to listen about that ចង់បានចំណុចហ្នឹងដែលឲ្យខ្មែរយើងទាំងអស់គ្នាពេលគេទៅហើយអ្នកខ្លះទៅរៀននៅរុស្ស៊ីមានសួនរានីនៅនឹងមានអីហ្នឹងអត់ហ៊ានប្រៀបថាខ្ញុំមកពីកម្ពុជាព្រោះគេអត់ស្គាល់ផងទៅដល់គេសួរមកពីណាវៀតណាមឯឡាវគេអត់ស្គាល់កម្ពុជាតែបើគេសួររបបប៉ុលពតគេដឹងខ្មែរក្រហមគេដឹងព្រាមមូលហេតុអីឆ្លើយបានទេយើងត្រូវបង្ហាញខ្ញុំចេះរំចេះអីទៅនៅទៅប្រទេសរុស្ស៊ីហ្នឹងអត់មានស្អីចងយកអាដេញចងក្បិនហ្នឹងគឺយកអាដេញកម្រាលពូកយកមកវាពាក់រំឲ្យពេញហ្នឹងខ្ញុំមានរូបថតហ្នឹងបង្ហាញវប្បធម៌របស់យើងទៅដល់ទីណាទៅបង្ហាញវប្បធម៌របស់យើងទោះបីគេថាឈួតបន្តិចមែនមិនមែនមកដល់អង្គរវត្តឲ្យបាញ់ទឹកសិតតែកំភ្លើងគេឯណាក្អមដែលនៅក្នុងឆ្លាក់នៅក្នុងប្រាសាទឯណាត្រឡោកដូងដែលមានហើយសិតតែតួសំខាន់ទៀតខ្ញុំមិនចេញឈ្មោះទេអ្នកឯង24ខេត្តក្រុងលើកលែងតែសៀមរាបមួយគួរតែរក្សានៅវប្បធម៌ដែលយើងមានខ្ញុំដឹងថាវាសបាយប៉ុន្តែសបាយឲ្យគិតផងមិនមែនមួយថ្ងៃបំផ្លាញអស់រយៈពេលវែងនោះទេអាណិតដូនតាយើងខំឆ្លាក់ថ្មប្រមាណឆ្នាំបានរូបអញ្ចឹងមកទៅយើងគ្រាន់តែយកមកដែលជួយផ្សព្វផ្សាយអំពីខ្មែរយើងមិនក៏យើងមិននេះយើងមិនជួយផ្សព្វផ្សាយចឹងសៀមរាបទៅលេងស្អីដែលមាននៅក្នុងអង្គរវត្តខ្ញុំអត់និយាយណាខ្ញុំដឹងប្រជាជនខ្ញុំធ្វើអីកន្លែងណាគេស្អប់កន្លែងហ្នឹងប៉ុន្តែឯងចាំពេលខ្ញុំងាប់ទៅណែឯងនឹងចាំខ្ញុំដើរព្រំដែនណែឯងជេរខ្ញុំអាយ៉ាយាយអស់ខ្ញុំយកតំបន់មួយមកអភិរក្សសិតតែខ្ញុំតួសម្ដែងប៉ុន្តែឯងទៅមើលឈើនៅសល់ឧស្សាហនឹងយ៉ាងម៉េចខ្ញុំអត់សម្ដែងទេខ្ញុំមិនខ្វះកន្លែងសម្ដែងទេតែខ្ញុំធ្វើសម្រាប់មនុស្សជំនាន់ក្រោយធ្វើដើម្បីយុវជនហើយយុវជនទៅតែបន្តទៀត